បាទសិបសួរបងហ្នឹងហើយបងបន្ទាប់ពីខ្ញុំឆែកមើលទៅលើម៉ូតូរបស់បងឥឡូវយើងឃើញមានម៉ូតូរបស់បងវាមានបញ្ហាពាក់ព័ន្ធជាមួយនឹងភ្នែកទេបងបាទអញ្ចឹងនៅពេលដែលបងដេទៅជួនកាលវាស្រួលជួនកាលវាអត់ឥឡូវយើងឆែកមើលទៅវាឃើញថាប្រព័ន្ធម៉ាស៊ីនវាបានបញ្ជាក់ប្រាប់ថាម៉ូតូនេះវាមានបញ្ហាពាក់ព័ន្ធជាមួយនឹងជាប់កូដ2បាទកូដ1គឺ1111 VS ល្បឿនគីឡូម៉ែត្រនិងល្បឿនSylphy មានបញ្ហាបាទអញ្ចឹងប្រព័ន្ធល្បឿនគីឡូម៉ែត្រវាជាប់កូដដែរបាទវាជាប់កូដបញ្ជាក់ប្រាប់យើងថាល្បឿនគីឡូម៉ែត្រ Sylphy មានបញ្ហាអញ្ចឹងអានេះពួកយើងឆែកមើលទៅវាឃើញមានកូដ2ហ្នឹងហើយមួយទៀត H2.1 CKP ឧបករណ៍ចាប់ល្បឿនជុំម៉ាស៊ីនខូចនៅក្នុងបាទឥឡូវយើងឃើញថាយើងអាចលុបកូដយើងអាចលុបបានប៉ុន្តែវានៅតែអត់អាចដាច់បានទេអញ្ចឹងបើសិនជាចង់បានស្រួលតើតែយើងដោះដូរភ្នែកដេចេញបាទពាក់ព័ន្ធជាមួយនឹងភ្នែកដេបាទនេះH2.1 CKP ឧបករណ៍ចាប់ល្បឿនជុំម៉ាស៊ីននេះវាខូចនៅខាងក្នុងអញ្ចឹងនៅពេលដែលវាខូចឬក៏ឡើងស្នឹមវាធ្វើឲ្យម៉ូតូយើងជិះទៅជួនកាលស្រួលនៅពេលដែលយើងចាប់ផ្ដើមដេវាដេអត់ស្រួលជួនកាលដេទៅខឹកវាអត់បានល្អទេបាទអញ្ចឹងឥឡូវយើងមើលឃើញចំណុចហ្នឹងហើយយើងកំពុងតែបង្ហាញប្រាប់បងហើយក៏ឲ្យជាងយើងដោះខាងប្រព័ន្ធភ្នែកដេនឹងដែរបាទប្រព័ន្ធភ្នែកដេវានៅខាងក្នុងនេះបងបាទនៅខាងក្នុងបាទអញ្ចឹងនៅខាងក្នុងហ្នឹងគឺវាមានដីមានអីចឹងវាធ្វើឲ្យម៉ូតូរបស់យើងរត់អត់ស្រួលបាទរត់អត់ស្រួលទេបាទនេះជាភ្នែកដេវានៅខាងក្នុងដល់យើងដោះចេញហើយលេងសមាតដុំភ្លើងនេះចេញដែរបងអញ្ចឹងធ្វើតាមអ្វីដែលយើងមើលឃើញហ្នឹងណាបងបាទអញ្ចឹងយើងជិះចំដោះដូរភ្នែកដេជូនបងហើយនឹងធ្វើអាកលឺបិទបើកនេះឲ្យជាប់ជូនបងដែរបាទអញ្ចឹងយើងជិះចំធ្វើជូនបងនៅពេលនេះហើយបាទអរគុណច្រើនបងបាទឥឡូវភ្នែកដេយើងយកមកដាក់ហើយនេះភ្នែកដេថ្មីនេះភ្នែកដេចាស់បងឥឡូវយើងកំពុងតែរៀបចំដាក់ចាប់ទៅលើម៉ូតូបាទតិចទៀតហើយឡើយបាទស្អីបងឥឡូវយើងដាក់ភ្នែកដេថ្មីចូលហើយជាកំពុងតែចាប់ទៅឡើងតែរៀបចំមកឥឡូវទឹកហើយបងទឹកហើយឡើយបាទឥឡូវស្ទេបងឥឡូវខ្ញុំឆែកមើលតើវាជាប់ទៀតអត់ហើយយើងចូលទៅមើលវាទៅមើលលើប្រព័ន្ធរបស់វាបាទអានេះវាមានកូដអតីតកាលកូដបច្ចុប្បន្នកាលនិងកូដអតីតកាលយើងចូលមើលកូដអតីតកាលអញ្ចឹងវានៅជាប់ណាអញ្ចឹងយើងត្រូវការ clear វាបាទឥឡូវយើងចាប់ផ្ដើមលុបវាចោលណាយើងចូលមកខាងក្រោយវិញហើយយើងចូលមកលេខ5គឺលុបកូដឥឡូវយើងកំពុងតែធ្វើការលុបកូដវាចោលបាទឥឡូវវាប្រាប់យើងថាត្រូវលុបចោលឬលក្ខណៈ
បើកសោហើយបិទបាទមាននេះបើកសោយើងអត់អាចប្រឡប់យើងអត់អាចបញ្ឆេះទេអញ្ចឹងយើងយកព្រមលុបបាទឥឡូវយើងកំពុងតែធ្វើការលុបយកព្រមលុបអូខេយើងយកព្រមលុបយើងលុបហើយ5លុបបាទឥឡូវយើងចូលទៅមើលតើវានៅទៀតអត់អញ្ចឹងមានន័យថាវាបាត់ហើយបាទអញ្ចឹងកូដនេះវាលែងមានហើយបាទឥឡូវយើងចាប់ផ្ដើមបញ្ឆេះមើលចលនាវាបាទចលនាវាជុំម៉ាស៊ីនរបស់វាចាប់ផ្ដើមដំណើរការទៅ1200 1300បាទបាទឥឡូវយើងចូលទៅមើលផ្សេងទៀតទៅមើលកូដវានៅខាងមុខនោះតើវាមានជាប់កូដអត់បាទអត់មានទេបាទវាអត់មានជាប់កូដទេប៉ុន្តែវាបាទឥឡូវយើងអូខេយើងចូលមកកន្លែងនេះវិញយើងមើលវាអូខេឥឡូវយើងចាប់ផ្ដើមមើលទៅនេះវិញតើវាជាប់កូដអត់អត់ទេបាទកូដអតីតកាលក៏អត់ដែរអូខេអញ្ចឹងមានន័យថាយើងលុបបានចំណេញហើយអូខេប៉ុណ្ណឹងយើងចាប់តម្លើងជូនតេស្តវិញអរគុណបាទ